បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរពូគង់ចេញមកធ្វើវីដេអូមួយឆ្លើយតបជាមួយបងប្អូនយើងដែលបងប្អូនយើងឆ្ងល់អំពីការលាយចំណីបាទការលាយចំណីនេះគឺប្រភេទរូបមន្តចំណីរបស់ពូគង់ដែលពូគង់ប្រើសពថ្ងៃដែលបងប្អូនតែងតែឃើញមន់ពូគង់ល្អសាច់វាណែនសាច់វាហាប់សាច់វាស្បែកវាពណ៌លឿងល្អហូបឆ្ងាញ់ហើយធំលឿនរហ័សបានលក់អញ្ចឹងថ្ងៃនេះពូគង់យករូបមន្តចំណីនេះឯងយកមកចែកគេហៅថាចែករំលែកចាចែករំលែកដល់បងប្អូនយើងសាកល្បងបាទសាកល្បងលោមើលเนาะបាទប៉ុន្តែចំណីនេះពូគង់លាយឲ្យស៊ីចាប់ពីកូនមន់អាយុ21ថ្ងៃឡើងពូគង់ឲ្យស៊ីត្រឹមតែ2ខែ20ថ្ងៃទៅ3ខែណាស្ដាប់ឲ្យតន់ណាបាទចំណីដែលលាយនេះគឺចាប់ពីមន់អាយុ21ថ្ងៃឡើងបានលេឲ្យស៊ីហើយឲ្យវាស៊ីរហូតដល់វាមានអាយុអឺចាប់21ថ្ងៃហ្នឹងស៊ីរហូតដល់លក់បាទស៊ីរហូតដល់លក់តែម្ដងបាទហើយស៊ីចាប់ពីមក2ខែ20ថ្ងៃឡើងទៅគឺចាប់លក់បានហើយមន់យើងណាបាទហើយជាទូទៅពគងដល់3ទុកឲ្យដល់គ្រប់3ខែត្រឹមរយៈពេលវាស៊ីចាប់ពីអាយុ21ថ្ងៃហ្នឹងទៅ3ខែគឺមន់យើងគៀក2គីឡូបាទគៀក2គីឡូហើយសាច់ល្អហូបឆ្ងាញ់បាទអញ្ចឹងពូគង់មកបញ្យល់បងប្អូនទាំងអស់គ្នាអំពីរូបមន្តលាយចំណីរបស់ពូគង់នេះពូគង់មានពោតក្រហមเนาะពោតក្រហមនេះពូគង់សូមបញ្ជាក់ថាពោតក្រហមនេះកិនក្រើមបាទកិនក្រើមណាមិនយកម៉ត់ពេកក៏លាយអត់ត្រូវដែរបើសិនជាបងប្អូនយកពោតដែលកិនម៉ត់ដោយកន្ទក់យកមកលាយអត់ឡើងទេពូគង់បានធ្វើតេស្តរួចហើយសាកល្បងយូរឆ្នាំហើយចឹងឃើញថាពោតក្រហមកិនហ្នឹងក្រើមបាទក្រើមយើងខែមលេខតូមួយទៀតទៅបាទក្រើមបាទក្រើមអញ្ចឹងបាទយក40គីឡូเนาะបាទ40នេះគឺ40គីឡូបាទ40គីឡូពោតណាកិនក្រើមណាសំបញ្ជាក់បាទកិនម៉ត់លេអត់ឡើងទេបាទហើយមួយទៀតកតួប្រភេទកតួធន់ល្មមកណ្ដាលកុំឲ្យតែវាសបោងកាមពេកទៅเนาะបាទអញ្ចឹងកតួហ្នឹងលក្ខណៈលេខ1លេខ2អីប្រើបានដែរបាទអញ្ចឹងកតួ40គីឡូដែរវាខុសអំពីរូបមន្តកាលដែលពគង់លាយកាលពី2018 2019នោះពគង់លាយផ្សេងខុសពីនេះកាលនោះពោតច្រើនជាងហើយបើលាយពោតនេះច្រើនជាងបន្ទក់វារឹតតែល្អក៏ប៉ុន្តែវាតម្លៃថ្លៃដើរខ្ពស់បន្តិចអញ្ចឹងពគង់បន្ថយពោតនៅ40តម្លើងកតក់ឲ្យឡើងដល់40អញ្ចឹងបានន័យថាធ្វើបែបនេះវាកាត់បន្ថយតម្លៃថ្លៃដើមបានធូរជាងមុនបាទហើយមួយទៀតមេចំណីជ្រូកមេចំណីជ្រូកនេះពូគង់សង្ឃបញ្ជាក់ប្រាប់បងប្អូនថានេះប្រូតេអ៊ីនវាឲ្យបាន46%เนาะបាទកន្លែងនេះគឺ46%មេចំណីជ្រូកប្រូតេអ៊ីន46%ឡើងទៅបានយកមិនមែនចំណីជ្រូកទេណាមិនមែនចំណីក្របទេមេចំណីនេះគឺសាច់វាម៉ត់ដោយកន្ទក់បាទសាច់ម៉ត់ដោយកន្ទក់ហើយវាមានប្រូតេអ៊ីន46%បាទចងចាំកន្លែងហ្នឹងเนาะបាទហ្នឹងគេហៅថាមេចំណីជ្រូកបាទ46%ហ្នឹងយកចំនួន17គីឡូបាទនេះ17គីឡូเนาะបាទនេះ17គីឡូចឹងមេចំណីជ្រូកហ្នឹងយើងយក17គីឡូបាទហើយម្សៅបន្លែ BR เนาะម្សៅបន្លែ BR នេះសំខាន់ណាស់ពូគង់មិនដែលចោលវាទេដោយសារម្សៅបន្លែ BR វាជួយធ្វើឲ្យសត្វយើងលូតឆ្អឹងណាបាទវាជួយធ្វើឲ្យសត្វរបស់យើងអត់មានសត្វល្អិតអញ្ចឹងតើកាលណាក្នុងពោះក្នុងពោះវៀនវាអត់មានសត្វល្អិតវាចំណីយើងកាន់តែមានគុណភាពអញ្ចឹងម្សៅបន្លែ BR នេះជាប្រភេទម្សៅលក្ខណៈថាបន្លែធម្មជាតិសុវត្ថិភាពព្រោះវាជាបន្លែដែលគេសម្ងួតមកណាហើយគេបូកច្រើនមុខមានសារជាតិកាល់ស្យូមមានអីចឹងជួយបលូតឆ្អឹងជួយអីចឹងទៅហើយវាច្រើនមុខវាអត់មានជាតិជ័រដែលធ្វើឲ្យប៉ះពាល់ផ្លូវដង្ហើមសត្វចិញ្ចឹមរបស់យើងតែកាលណាយើងបន្លែស្រស់ពេលបន្លែខ្លះក៏សុវត្ថិភាពបន្លែខ្លះក៏វាអត់មានសុវត្ថិភាពវាមានជាតិជ័រទៅវាទៅធ្វើឲ្យរលាកពងករលាកផ្លូវដង្ហើមអីនោះអញ្ចឹងសត្វចិញ្ចឹមរបស់យើងវាមានជំងឺឈឺច្រើនចិញ្ចឹមទៅវាលក្ខណៈថាតារ៉ាំរៃអីចឹងណាបើយើងលាមិនត្រឹមត្រូវណាជ្រើសយកបន្លែមិនត្រឹមត្រូវណាហើយបើសិនជាបន្លែស្រស់វិញយើងរវល់ច្រើនណាបាទយើងរវល់ច្រើនពេលវេលាដែលយើងធ្វើបន្លែស្រស់ហ្នឹងហើយបើសិនជាយើងយកបន្លែម្សៅបន្លែ BR នេះទៅលាយវិញណាគឺថាតនេមែនទែនហ្មងការងារយើងណា
ក្លប់អញ្ចឹមមន់ឧទាហរណ៍ថា2 300ឬក៏500ក្បាលហើយ2អ្នកប្តីប្រពន្ធរកបន្លែដាច់ខ្យល់ហើយ3 4អ្នកយកមកអាណាហាន់អាណាធ្វើបន្លែនឹងវាយូរចឹងពគង់ប្រើបន្លែម្សៅបន្លែ BR ប្រើម្សៅបន្លែ BR នេះជាប្រភេទមកបន្លែកញ្ចប់បាទបន្លែកញ្ចប់ចឹងបន្លែកញ្ចប់នេះគឺចំនួន3គីឡូបាទ3គីឡូពគង់ប្រើ3គីឡូវាជួយទម្លាក់សត្វល្អិតវាជួយបលូតឆ្អឹងធ្វើឲ្យសត្វចិញ្ចឹមរបស់ពួកយើងហ្នឹងវាលូតលាស់លឿនជាងធម្មតាហើយនឹង premix អាលេខ5នេះគឺ premix mineral គេហៅថា premix mineral premix mineral ហ្នឹងពគង់ប្រើ2ស្លាបព្រាបាយเนาะបាទចំណីហ្នឹងពគង់ប្រើ2ស្លាបព្រាបាយហើយនេះខាងក្រោមនេះគឺអំបិលយើងយកអំបិលម៉ត់ណាបាទយកអំបិលម៉ត់ហើយ2ស្លាបព្រាបាយពីអំបិលម៉ត់នេះ2ខាំបាទអំបិលម៉ត់2ខាំអញ្ចឹងរូបមន្តចំណីទាំងអស់នេះពគង់បូកចូលគ្នាមកបានចំនួន100គីឡូនេះបាទលាយហើយបាន100គីឡូเนาะបាទប្រសិនបើពុកម៉ែបងប្អូនអ្នកគ្នាខាងមន់ខ្ញុំតិចมันអាចលាយ100គីឡូទេពុកម៉ែបងប្អូនអាចយកចំនួន100គីឡូនេះចែកវាជា10เนาะចែកវា10នេះដូចជា40គីឡូនេះចែកជា10អានេះចែកជា10អានេះចែកជា10ចែកជា10ចែកជា10ទាំងអស់គ្នាទៅវាឃើញចំនួនដូចតូចមួយសម្រាប់អាចយើងលាយមួយឈុតតូចអីចឹងប្រើបានឬក៏ពុកម៉ែបងប្អូនអ្នកគ្នាថាខ្ញុំមានមន់ចាប់ពី50ក្បាលឡើងទៅបើសិនជាមន់50ក្បាលឡើងទៅខ្ញុំលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនអ្នកគ្នាលាយត្រឹម50គីឡូក៏បានដែរเนาะបាទលាយឲ្យបាន50គីឡូពោលចំណីនេះពោតក្រមនេះ40គីឡូនេះលាយឲ្យបាន100គីឡូណា40 17នេះណាតែបើសិនជាពុកម៉ែបងប្អូនថាខ្ញុំមន់50ទេខ្ញុំលាយតែ50ក្បាលលាយតែត្រឹមតែ50គីឡូទេអញ្ចឹងលេខទៅបាទពោតខ្សែនេះយើងយកតែ20មកកន្ទក់ខ្សែនេះយើងយកតែ20គីឡូមក17គីឡូនេះមេចំណីជ្រូក17គីឡូនេះយើងយកវាតែ8គីឡូកន្លះមកហើយម្សៅបន្លែ BR នេះ3គីឡូនេះយើងយកតែ1គីឡូកន្លះមកបាទ premix 2ស្លាបព្រាយើងយកតែ1ស្លាបព្រាមកបានន័យថា50ម្នាក់50%ណាបាទដូចអំបិល2ខាំនេះយើងយកតែ1ខាំមកលាយឲ្យបាន50គីឡូអញ្ចឹងយើងទុកឲ្យស៊ីទៅច្រកក្រុងច្រកបេទុកណាទុកទៅពង្គង់អត់មានដែរយកទៅលាយទឹកលាយអីទៀតទេពង្គង់ក៏ណាព្រឹកព្រៀងលាយអានេះឲ្យតែត្រូវច្រកក្រុងទុកបាទដល់ពេលឲ្យស៊ីពង្គង់ដួសឲ្យស៊ីតែម្ដងហើយខាងចុងវីដេអូតើមើលពង្គង់យកចំណីទៅលាយឲ្យដែលចំណីលាយបានហ្នឹងចូលទៅឲ្យកូនមន់ពង្គង់ស៊ីចាំបងប្អូនទស្សនានៅខាងចុងវីដេអូពង្គង់នាំទៅដាក់មើលហើយតើមើលតើចំណីហ្នឹងចំណីនេះពង្គង់លាយនេះឲ្យកូនមន់ពង្គង់ឲ្យស៊ីទៅវាល្មិចសាច់ល្អអីល្អដែរឬអត់អញ្ចឹងណាបាទអញ្ចឹងបងប្អូនក្រោយពីស្វែងយល់ពីការលាយនេះហើយបងប្អូនអាចទៅទស្សនានៅខាងក្រោយជាមួយពង្គង់ទាំងអស់គ្នាដើម្បីទៅទស្សនាមើលថាមន់ចូលចិត្តស៊ីអត់ចំណីហ្នឹងហើយស៊ីទៅកូនមន់ពង្គង់ហ្នឹងសាច់ឈាមអីល្អអត់អញ្ចឹងណាបាទអញ្ចឹងមានតែប៉ុណ្្នឹងទេការងារនេះបងប្អូនអាចស្វែងយល់ទាន់ឬមិនទាន់បងប្អូនអាចទស្សនាវាម្ដងទៀតហើយសម្រាប់ឥឡូវនេះយើងទៅមើលទៅទស្សនាពីការដាក់ឲ្យស៊ីហ្នឹងពង្គង់ដាក់ហុយដាក់គោកហ្នឹងមែនដែរអត់អញ្ចឹងណាអញ្ចឹងទៅមើលតោះគ្នាតោះបាទហ្នឹងបងប្អូនទស្សនាហើយណោះនេះលាយហើយគឺមានសភាពបែបនេះឯងបាទហើយមើលទៅពិនិត្យទៅពោតវិញឃើញគ្រើមណោះបាទហើយលាយគោកអញ្ចឹងទុកដួសទុកឲ្យស៊ីតែម្ដងពេលដែលយើងត្រូវការស៊ីគឺយើងយកទៅដាក់ឲ្យស៊ីហើយបាទតោះអញ្ចឹងទៅទស្សនាការដាក់ឲ្យមន់ស៊ីចង់ដឹងមើលណោះបាទតើវាស៊ីបណ្ណាយបណ្ណៃវាចូលចិត្តស៊ីអត់អញ្ចឹងណាបាទហើយទស្សនាទៅបងប្អូនឃើញណាបាទដាក់អត់តន់ទេដាក់ពឹបមករូតែម្ដងបាទចឹងមានន័យថាចំណីនេះវាចូលចិត្តស៊ីបាទហើយលក្ខណៈយើងលាយក៏ស្រួលអត់មានសាំញ៉ាំអីច្រើនទេលាយបានទុកយ៉ាងស្រួលណោះបាទទុកក្រុងទុកច្រកក្រុងច្រកបេទុកទៅបានរយៈពេល1ខែណាបាទចំណីនេះយើងទុកលាយទុកបាន1ខែប៉ុន្តែជាក់ស្ដែងជាទូទៅគឺយើងលាយហើយគឺយើងដាក់ឲ្យស៊ីរៀងរាល់ពេលបាទហើយសម្រាប់ពូគង់ដាក់មិនសូវជាថាំទេបាទដាក់ឲ្យស៊ីមួយថ្ងៃអីហ្នឹងជួនកាលថែមម្ដងឬក៏ថែម2ដងដាក់ឲ្យស៊ីវាមានជាប្រចាំនៅក្នុងស្នូកនឹងជាប្រចាំរហូតបាទហើយពេលណាដែលវាមានជាប្រចាំអញ្ចឹងវាអានេះដោយសារវាឃ្លានខ្លាំងដាច់ណា
ដាច់ពេលវានាំគ្នាដណ្ដើមជន់កគ្នាស៊ីបាទហើយបើសិនជាវាមិនដាច់ពេលទេបើមិនយើងដាក់ឲ្យជាប់ពេញស្នោកហ្មងវាស៊ីចឹកតិចពី3គ្រាប់គេទូទេបាទហើយវាទៅដេកចាស់វាដេកចឹងទៅវានឹកឃើញស៊ីវាមិនស៊ីបន្តិចទៀតទៅបាទពេលដែលយើងដាក់ឲ្យពេញស្នោកហាក់បីដូចជាមិនសូវចុះទេបាទហើយបើសិនណាជាយើងទុកឲ្យវាដាច់អស់លលីងតែម្ដងដល់ពេលយើងយកមកដាក់មើលឃើញស្រាប់ហើយបាទជន់កគ្នាដណ្ដើមគ្នាស៊ីតែម្ដងហើយនិយាយពីសាច់វិញបងប្អូនទស្សនាឃើញណាសាច់ទ្រូងសាច់អីឡើងក្រាស់តែម្ដងបាទសូម្បីតែសាច់កសាច់ក្បាលវាហ្នឹងក៏មានសោភ័ណភាពស្អាតបាទដែរបាទសាច់វាឡើងលឿងបងប្អូនទស្សនាមើលស្បែកលឿងបាទហើយរូបមន្តចំណីនេះដែលខ្ញុំឲ្យឈ្មោះថារូបមន្តចំណីម្សៅបន្លែ BR ហើយពេលដែលយើងលាយវាឲ្យស៊ីមន់សាច់លឿងហូបឆ្ងាញ់ឆាប់បានលក់បាទពីរយៈពេល2ខែ20ថ្ងៃឬក៏3ខែហ្នឹងគឺយើងលក់អស់ហើយមន់យើងអត់មាននៅរ៉ាំរៃយូរទេណាបាទហើយមួយទៀតសូមបញ្ជាក់បងប្អូនថាបើសិនណាជាយើងឲ្យស៊ីនៅលើទ្រុងនៅមួយកន្លែងចេះគុណភាពល្អជាងអាស៊ីហើយដើរដីពីព្រោះវាស៊ីហើយវាស៊ីដេកដូចមនុស្សយើងចឹងដែរបាទស៊ីដេកធាត់ឡើងគីឡូលឿនតែបើវាស៊ីហើយវាដើរប៉ាត់ណាប៉ាត់ណីវាដើរទៅវាទៅកាយវាទៅពលកម្មធ្វើអីដូចយើងហាត់ប្រាណដើម្បីកុំឲ្យឡើងគីឡូអញ្ចឹងហើយបានមន់គេចិញ្ចឹមយកសាច់គេមិនឲ្យដើរទេគេមិនឲ្យទីធ្លាដើរលេះលោះលេងច្រើននេះទេណាបាទយើងតែងតែហុំតែងតែខាំងឲ្យវានៅមួយកន្លែងដើម្បីឲ្យវាស៊ីដេកទៅបាទហើយនៅក្នុងជីវជាតិដែលដូចជាម្សៅបន្លែ BR ក៏មានសារជាតិមួយចំនួនឲ្យមន់ស៊ីហើយល្ងុយដេកស៊ីហើយដេកដល់អញ្ចឹងទៅធ្វើឲ្យវាស៊ីដេកវាអត់សូវរោរឿងគ្នាផងហើយម្យ៉ាងទៀតវាស៊ីដេកអញ្ចឹងវាស៊ីហើយងុយដេកហ្នឹងគឺធាត់ណាបាទឡើងគីឡូលឿនអញ្ចឹងហើយបានថាចំណីយើងហេតុអីបានវាឡើងគីឡូលឿនបាទហើយនេះចង់បង្ហាញបងប្អូននេះទ្រុងនេះគឺទ្រុងចល័តនេះតតឹង1ម៉ែត្រកន្លះបាទបដោយ3ម៉ែត្របាទអញ្ចឹងយើងដាក់មន់បានចន្លោះពី30ទៅ40ក្បាលមន់បាទហើយនេះទ្រុងទី2ទៀតបងប្អូនទស្សនាមើលសាច់មន់ក៏ល្អដូចអាទ្រុងទី1ដែរបាទហើយមន់នេះឯងដាក់នៅថ្ងៃទី30ខែ11ឆ្នាំ2025បាទហើយឥឡូវនេះមកដល់ឥឡូវនេះយើងបានប្រហែលថ្ងៃហើយបាទហើយក៏ឃើញថាវាប្លែកល្អដែរបាទហើយសម្រាប់បងប្អូនយើងដែលនៅទីវាលអាចធ្វើបែបនេះបានតា4-10ទ្រុងគឺថាបើសិនណាជា5ទ្រុងក៏200មន់ដែរបាទចូលមកទ្រុងយើងដាក់ត្រឹមតែ40ក្បាល4-5 ដង20ស្មើនឹង200មន់ដែរបាទហើយចំណែកខាងក្នុងនេះក៏មានមន់សម្រាប់បំពន់ឲ្យស៊ីចំណីនឹងផងដែរបាទហើយវីដេអូនេះចង់បញ្ជាក់ប្រាប់បងប្អូនអំពីការលាយចំណីបាទការលាយចំណីឲ្យមានគុណភាពមន់យើងក៏វារហ័សរហួនកម្លាំងខ្លាំងក្លាធំក៏លឿនឆាប់បានលក់អញ្ចឹងណាបាទអញ្ចឹងវីដេអូហ្នឹងមិនមានអីច្រើនទេគ្រាន់តែជម្រាបបងប្អូនអំពីការលាយចំណីរបស់គួងបាទគួងលាយបែបនេះឯងអត់តែដូរតែងទេគេឲ្យស៊ីតាំងពីឆ្នាំ2014មកគ្រាន់តែប្រែប្រួលខ្លះបាទប្រែប្រួលខ្លះដូចថ្មីនេះប្រគងកែពោតខ្លះដែរបថយពោតខ្លះដែរបន្ថែមកន្ទក់ដើម្បីកាត់បន្ថយចំណាយព្រោះពោតវាថ្លៃជាងកន្ទក់បាទពោតវាថ្លៃជាងកន្ទក់ដល់អញ្ចឹងទៅប្រគងលៃឆ្នៃហើយធ្វើតេស្តពិសោធន៍មើលទៅឃើញថាល្អនៅតែវាគុណភាពល្អមន់សាច់ល្អធំលឿនហើយអត់មានជំងឺរ៉ាំរ៉ៃជាប់ខ្លួនអញ្ចឹងណាបាទហើយដល់អញ្ចឹងទៅប្រគងក៏ឃើញល្អក៏យកមកចែកចម្លែកបងប្អូនយើងទាំងអស់គ្នាទៅដើម្បីបងប្អូនយើងទាំងអស់គ្នាលាយទៅធ្វើទៅចិញ្ចឹមទៅបានផលល្អហើយបាទហើយបើសិនណាជាយើងស៊ីឲ្យស៊ីខំពេកលាយរបស់ថោកអន់ដូចបេះបន្លែបេះអីតាមការតាមលបងឯហ្នឹងមកវាស៊ីបានដូចគ្នាប៉ុន្តែមន់ស្លេកឆ្លាំងធំយឺតបាទបើគេចិញ្ចឹមតែ3ខែបានលក់យើងចិញ្ចឹម6ខែហើយជួនកាលមិនទាន់បានមន់លក់ទៀតព្រោះគាត់ទៅពេលវេលាហ្នឹងក៏យើងដឹងថាឲ្យរ៉ាំរៃយូរដែរបាទហ
ហើយតែកាលណាវានៅរ៉ាំរ៉ៃយូរវាមានលទ្ធផលល្អមកទេរឿងការចិញ្ចឹមសត្វណាគឺមិនឲ្យរហ័សបានលក់ផុតទៅនោះអាដាក់ថ្មីទៀតបាទអញ្ចឹងពងមានអីល្អចេះតែយកមកចែកម្លែកបងប្អូនយើងជានិច្ចកាលអញ្ចឹងឯងបាទហើយមួយរយៈពងអត់បានចេញវីដេអូដែលអាស្រ័យការពងផ្លាស់ទីតាំងផងទី1ទី2វារវល់ច្រើនតែកាលណាយើងផ្លាស់ទីតាំងអ្វីគឺថ្មីទាំងអស់បាទមិនដែរបើបងប្អូនអរគ្នាយល់ទេបាទហើយដូចជាកតាចំណៃនេះបងប្អូនមានកន្លែងណាឆ្ងល់បងប្អូនអាចខមមិននៅក្រោមវីដេអូពង្គងបានเนาะបាទខមមិនមកពង្គងនឹងឆ្លើយតបបងប្អូនវិញនៅខាងក្រោមវីដេអូថាទៅធ្វើយ៉ាងម៉េចពិភាក្សាប្រឹក្សាយោបល់ជាមួយបងប្អូនអរគ្នានៅខាងក្រោមខមមិនខាងក្រោមវីដេអូហ្នឹងបាទហើយជាចុងក្រោយនេះខ្ញុំក៏ខាងគួងក៏អត់មានអីទៀតដែរគាត់ណាបកងសំណុំពរឲ្យពុកម៉ែបងប្អូនអរគ្នាដែលចូលទស្សនាថ្មីសូមជួយ Subscribe Channel បានម្នាក់មួយផងហើយនឹង like មេដៃដើម្បីឲ្យពគួងចេញវីដេអូបន្តទៀតចាប់ពីពេលនេះទៅពគួងអនុវត្តបន្តវីដេអូមាននៅ Channel 2เนาะបាទ Channel ផ្ទះសម្បូរមន់ក្នុងភ្នំនឹងមួយChannel មូលគង់កសិកម្មមួយទៀតបាទអញ្ចឹងពគង់មាន Channel 2ហើយនឹងមាន Page ឈ្មោះវាយមូលគង់2024បាទវាយមូលគង់ថ្មី2024នោះ Page បាទបើសិនជាពុកម៉ែបងប្អូនអរគ្នាចង់ឆាតទៅ Page ចង់តំណតំណង Page ចង់មើលតាម Page ព្រោះ Page ថ្ងៃពគង់មានបង្រៀនការចិញ្ចឹមកណ្ដូបviral ខ្លាំងបាទអញ្ចឹងសម្រាប់ថាជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណជម្រាបលា